Bà sự đây bông ôn ở kia bà bông ôn bà hai chia nét đại cầm pung tầm mơ video này nè bà bông ôn khá quạt tình bà tới cứ bà bọc quạt đấy riêng bà còn tái còn tha bờ tha đáp bờ hiện từ bà hay bông ôn khá bà quạt sẽ đáp tới ok từ tôi cho bàn còn tái riêng bờ hiện từ bà chẳng ngàyนี้คือ nhom này nó bóng ổn bà cứ bà một đại muối bà cứ magic sound bà cứ FP rồi đọc bà này cứ ban tầng đáp ban tầng riêng tại một đòn bà hơi rụp riêng với bánh cứ sạch bẩn nịch bà chẳng sầm rạp một đại đấy cứ chia một đại mấy bà đại giờ bóng bẹ chỉ mỗi năng ampli series tùm đớp chiaประเภท digital ហើយបាទយើងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបទៀតបាទហើយគឺយើងបំពាក់ថ្មនៅផ្នែកខាងក្នុងហ្នឹងគឺជាប្រភេទថ្មលីសូមបាទដែលមានកម្លាំង 12.8 វ៉ុលហើយ 24 អាំពែដែលជាប្រភេទថ្មដែលអាចកាន់ភ្លើងបានយូរបាទហើយប្រើមានការធានាបាទហើយសម្រាប់ផ្នែកធុងវិញបាទធុងវិញគឺយើងប្រើប្រភេទធុងល្អលេខ1បាទហើយសម្រាប់សាច់ថ្នាំបាទសាច់ថ្នាំគឺយើងប្រើជាប្រភេទថ្នាំការពារឆ្កូតបាទគឺស្អាតណាស់អញ្ចឹងបើសិនជាបងប្អូនយករបស់រឹងល្មមដែលយកមកឆ្កូតប៉ះលើវាគឺមិនងាយឆ្កូតមិនងាយបាយទេបាទប៉ះតកិច្ចគ្នាល្មមគឺមិនងាយទៅណាទេបាទគឺរក្សាសោភ័ណភាពបានល្អបើសិនជាប្រឡាក់អីល្មមយើងគ្រាន់តែបោះជូតគឺចេញអស់ស្អាតដូចថ្មីតែម្ដងបាទហើយសម្រាប់model មួយនេះគឺយើងមានremote បាទ remote control ហ្នឹងបាទយើងអាចបញ្ជាបាទយើងអាចបញ្ជាពីចម្ងាយបានដោយយើងមិនបាច់ទៅបញ្ជានៅលើផ្ទាំង ampli នៃធុងបាសទេបងប្អូនអង្គុយកន្លែងណាបងប្អូនអាចកាន់តែ remote ហ្នឹងទៅគឺសេរីបានហើយសម្រាប់ microphone បាទគឺយើងប្រើ microphone ស៊េរីទំនើបបាទបច្ចេកវិទ្យាវាគឺអែមស្អាតមើលទៅគឺលក្ខណៈ professional តែម្ដងលក្ខណៈ VIP បាទហើយនេះគឺផ្ទាំង ampli បាទផ្ទាំង ampli គឺយើងមាន volume តែ5គ្រាប់ទេប៉ុន្តែ volume នីមួយៗគឺមានមុខងារ function នៅក្នុងហ្នឹងបាទតែយើងអាចសេរីបាននៅក្នុងហ្នឹងទៀតបាទនេះគឺpower នៅពេលយើងចុចជាប់គឺវាបើកបាទហើយសម្រាប់ Bluetooth គឺយើងអាចចុច Bluetooth ផ្ដាច់បានបាទនៅពេលដែលជាប់ Bluetooth ឬមួយយើងអត់ដឹងថាBluetooth នឹងជាប់ជាមួយទូរស័ព្ទណាយើងអាចចុចជាប់ទៅគឺវាផ្ដាច់ Bluetooth តែម្ដងបាទហើយនេះគឺមុខងារសេរី microphone បាទមុខងារសេរី microphone គឺយើងអាចសេរីសំឡេង microphone នៅលើ volume មួយនេះហើយបើសិនបងប្អូនចង់ដំឡើងចង់សេរីមុខងារសំឡេង microphone ហ្នឹងធ្ងន់ស្រាលអេកូខ្លាំងសោយ effect អីគឺបងប្អូនគ្រាន់តែចុចនៅលើនឹងឲ្យជាប់មកហើយវាធ្វើការផ្លាស់ប្ដូរអញ្ចឹងបងប្អូនអាចសេរីនៅលើនឹងបាននេះសំឡេងធ្ងន់បាទនេះសំឡេង mid បាទនេះសំឡេង triple បាទនេះ effect បាទ effect បងប្អូនចង់ដាក់ effect ខ្លាំងខ្សោយបាទបងប្អូនចង់បានសំឡេង echo reverb shot បាទ echo shot បាទឬក៏ echo reverb គឺបងប្អូនអាចសេរីបានទៀតបាទអញ្ចឹងច្រើនមែនតើអានេះគឺសំឡេងចម្រៀងបាទសំឡេងចម្រៀងយើងគ្រាន់តែចុចវាមកយើងអាចផ្លាស់ប្ដូរមុខងារសំឡេងធ្ងន់ស្រាលសំឡេង mid បាទសំឡេង triple បាទសំឡេង bass បាទអញ្ចឹងយើងអាចគ្រប់គ្រងមុខងារនីមួយទៅនៅលើ volume នឹងបានតែម្ដងហើយសំឡេងគឺយើងអាចបើកបានរហូតដល់ទៅ50សំឡេងឯណោះបាទនេះគឺ master volume ហ្នឹងគឺវាគ្រប់គ្រងទៅលើសំឡេងទាំងពីរនេះណាអញ្ចឹងបងប្អូនអាចតម្លើងសំឡេងខ្លាំងខ្សោយបាននៅលើនឹងមួយទៀតបាទហើយគឺអែមមែនតែនបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានអវ៉ាន់ដែលទំនើបទាន់សម័យបងប្អូនអាចជ្រើសរើសយក model នេះបានហើយ model នេះគឺយើងមានOTG បាទសម្រាប់ live record បាទបងប្អូនអាចថតជាវីដេអូ save ទុកបាទសម្រាប់បងប្អូនដែលច្រៀងហើយចង់ save ទុកជាវីដេអូជាសំឡេងអីគឺបងប្អូនប្រើ OTG នេះដើម្បី record បានបាទហើយផ្នែក
នេះគឺកាបូប microphone បាទកាបូប microphone គឺយើងដាក់នៅកន្លែងនេះតែម្ដងបាទហើយសេរីនេះគឺយើងអត់មានប្រើខ្សែតនៅខាងក្រៅអីញ៉ៃទេបាទគឺយើងបានបង្កប់វានៅផ្នែកខាងក្នុងនេះបាទអញ្ចឹងសំឡេងបញ្ជូនពីក្រោមឡើងលើបាទតាមរយៈបាទដងមួយនេះវាមានខ្សែនៅខាងក្នុងបាទខ្សែនៅខាងក្នុងណាបងប្អូនបាទអញ្ចឹងបងប្អូនមានបងប្អូនខ្លះគាត់ឆ្ងល់ថាបងរបស់គេប្រើ sensor បងហេតុអីក៏បោះបងប្រើខ្សែទៀតបាទគឺខ្ញុំអត់ដឹងថាគេនិយាយកុហកបងប្អូនឬក៏មិនទេណាបាទសម្រាប់ការបញ្ជូនសំឡេងគឺយើងត្រូវប្រើខ្សែតែគ្រាន់តែថាយើងបានបង្កប់ខ្សែនៅក្នុងដងដៃហ្នឹងបាទដើម្បីកុំឲ្យឃើញខ្សែញ៉ៃហើយមើលទៅស្អាតបាទគឺបាសគឺអត់មានប្រភេទប្រើ sensor បញ្ជូនសំឡេងតាមរយៈ sensor គឺអត់មានទេបាទវាជាការកុហកបងប្អូនទេបាទឬមួយបើគេមានមែនឲ្យគេបង្ហាញទៅបងប្អូនអាចមើលថាតើវាមានខ្សែឬក៏ដូចកណិចពីក្រោមទៅលើអត់បាទបើសិនជាមានបានន័យថាវាមិនមែនជាប្រភេទ sensor ដូចគេនិយាយទេបាទនៅលើទីផ្សារពោពេញទៅដោយការបោកប្រាស់បាទបើសិនជាយើងមិនយល់គឺយើងនឹងត្រូវបានគេបោកប្រាស់តែបើសិនជាយើងយល់គេបោកប្រាស់បងប្អូនបានទេបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបាសទំនើបស្អាតទាន់សម័យបាទបានទាំងស្ដាប់បានទាំងច្រៀងបាទបងប្អូនអាចមកតេស្តសំឡេងបាទសេរីនេះបានបងប្អូនអាចមកតេស្តផ្ទាល់ក៏បានឬមួយក៏បងប្អូនអាចបញ្ជាទិញតាម page ក៏បានហើយបងប្អូនអាចឆាតសួរព័ត៌មានក៏បានដែរបាទមើលលេងទៅបាទនៅពេលដែលបងប្អូនត្រូវការបងប្អូនអាចមកទិញបានបាទអញ្ចឹងអរគុណច្រើនបាទបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះ